ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះនូរ៉ាឌីន ហ្វាឌីលជាសិស្សរៀននៅថ្នាក់ទី5នៃសាលាអន្តរជាតិអ៊ីម៉ានថ្ងៃនេះដែរខ្ញុំមកនិយាយអំពីអាហារូបត្ថម្ភមានដូចជា1អាហារថាមពលទី2អាហារការពារនិងទី3អាហារសាងសង់វាមានដូចជាសាច់មាន់សូត្រសាច់គោនិងតៅហ៊ូជាដើមអាហារសាងសង់គឺវាផ្ដល់សារធាតុចិញ្ចឹមអាចធ្វើឲ្យយើងលូតលាស់ពេញវ័យធំធាត់បានល្អទី2អាហារថាមពលវាមានដូចជាបាយប្រេងរុក្ខជាតិខ្លាញ់និងពោតជាដើមហើយវាមានសារធាតុចិញ្ចឹមអាចធ្វើឲ្យយើងមានសមពលលើកដាក់វត្ថុធ្ងន់និងមានសកម្មភាពជាច្រើននិងទី3អាហារការពារមានដូចជាផ្លែចេកផ្លែម្នាស់ផ្លែត្របែកពេញប៉ោះជាដើមហើយវាអាចធ្វើឲ្យយើងការពារពីមេរោគផ្សេងៗព្រមទាំងជួយឲ្យយើងជាសាពីជំងឺទៀតផងដូច្នេះហើយមិត្តភក្តិទាំងអស់គ្នាគួរញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ដើម្បីរាងកាយរឹងមាំខួរក្បាលឆ្លាតនិងសុខភាពល្អសម្រាប់ការសិក្សាផងដែរសូមអរគុណសម្រាប់ការស្ដាប់